ខ្ញុំចង់លើកយកអត្ថបទមួយដែលតាក់ទងនឹងលោកសោយសុភាពបន្តិចព្រោះដោយសារតែលោកបានវិលទៅដល់ប្រទេសកម្ពុជាវិញទៅហើយម៉ោងនេះនោះប៉ុន្តែនៅពេលដែលតាមដំណើរទៅប្រទេសកម្ពុជាហ្នឹងលោកក៏មិនភ្លេចឆ្លៀតផ្ញើសារព្រមានសកម្មជនបពប្រឆាំងនៅអាមេរិករឿងគេចាប់បញ្ជូនខ្លួនទៅស្រុកខ្មែរវិញសារនេះគឺមាននៅលើ Facebook របស់លោកសោយសុភាពដែលលោកសរសេរដូចនេះលោកថាខ្ញុំបានរៀបចំដឹងទៅអន្តោប្រវេសន៍របស់សហរដ្ឋអាមេរិករួចហើយមុននឹងខ្ញុំចាក់ចេញមួយថ្ងៃត្រង់ថាអន្តោប្រវេសន៍របស់អាមេរិកចាត់វិធានការយ៉ាងណានោះគឺជាសមត្ថកិច្ចរបស់អាមេរិកប៉ុន្តែលោកបញ្ជាក់អញ្ចេះថាលោកសូមបញ្ជាក់ក្រុមជនពីលរបស់ក្រុមប្រឆាំងពុំទាន់ទទួលបាន Green Card នៅឡើយទេខ្ញុំអត់ដឹងថាលោកសោយសុភាពត្រូវការចាំបាច់ដាក់ឃ្លាថាក្រុមជនពីលក្រុមប្រឆាំងពុំទាន់ទទួលបាន Green Card នៅឡើយទេហ្នឹងនៅក្នុងន័យថាម៉េចទេប្រហែលជាចង់និយាយថាអត់ទាន់មាន Green Card អត់ទាន់មានឯកសារស្នាក់នៅអចិន្ត្រៃយ៍ស្របច្បាប់នៅសហរដ្ឋអាមេរិកហ្នឹងគឺបានន័យថាអឺអាចគេចាប់បដិញទៅវិញហើយក្នុងន័យហ្នឹងប្រហែលជាអញ្ចឹងពួកអីគាត់ទៅសេនៅខាងក្រោមថាប្រសិនបើអន្តោប្រវេសន៍សហរដ្ឋអាមេរិករកឃើញថាពួកជនពីលរំលោភច្បាប់សហរដ្ឋអាមេរិកហើយចុះហេតុអីពាក្យជនពីលជនអីហ្នឹងក៏មិនកាត់បន្ថយខ្លះទៅវាជាគុណនាមដែលឬក៏ពាក្យដែលដូចថាដាក់ទៅចិត្តតែប្រឆេះភ្លើងតែរហូតទៅខ្ញុំដឹងថាគាត់កំពុងតែខឹងខាងក្រមប្រឆាំងអីអញ្ចឹងប៉ុន្តែដល់ទៅពេលអត់ខន្តីសោះលេងដាក់បាតធាក់ញោមអញ្ចឹងវាដូចជាពិបាកដែរដូចថាមកតបនឹង4លើមកផ្លូន40ហើយនេះប្រសិនអន្តរាគមសំទោសប្រសិនបើអន្តោប្រវេសន៍សហរដ្ឋអាមេរិករកឃើញថាជនពីលរំលោភច្បាប់សហរដ្ឋអាមេរិកនោះជនពីលនោះប្រឈមនឹងការបញ្ជូនត្រឡប់ទៅប្រទេសកម្ពុជាវិញដោយការគិតអញ្ចឹងគឺលោកសោយសុភាពចង់ផ្ញើសារដាស់តឿនក្រុមដូចជាលោកផនផាណាលោកគង់រយ៉ាឬក៏លោកឈុនសិទ្ធិអីហ្នឹងឲ្យលោកប្រយ័ត្នខ្លួនព្រោះអីមកនៅអាមេរិកនេះអត់ទាន់មាន Green Card លិខិតស្នាមអីត្រឹមត្រូវទេហើយបើសិនជាលោកដាក់ពាក្យប្តឹងអញ្ចឹងអាចប៉ូលីសអាមេរិកចាប់បញ្ជូនទៅប្រទេសកម្ពុជាវិញខ្ញុំសូមបកស្រាយរឿងនេះបន្តិចតាមពិតអត់ចង់បកស្រាយអីទេព្រោះអីខ្ញុំដឹងថាលោកសោយសុភាពគាត់មានសិទ្ធិខឹងនឹងសកម្មជនគណៈបកប្រឆាំងនៅក្រៅប្រទេសតាក់ទងនឹងសារនឹងបញ្ហាអីដែលកើតឡើងនៅក្នុងដំណើរមកស្នាក់នៅរបស់លោករយៈពេលប្រហែលថ្ងៃមិនបានស្នាក់នៅគ្រប់ថ្ងៃហើយត្រូវទៅត្រឡប់ទៅប្រទេសកម្ពុជាវិញនៅបានតែ10ថ្ងៃគ្រងនៅរហូតដល់ទៅ25ថ្ងៃអីអញ្ចឹងដូច្នេះលោកអាចខឹងដែរព្រោះលោកចោទថាគេរៅឆានគេររឿងគេអីអញ្ចឹងបារម្ភពីសុវត្ថិភាពអីចឹងទៅក៏ត្រឡប់ទៅមុនទុកម្ដាយនឹងប្រពន្ធទៅតាមក្រោយដល់ថ្ងៃ15ខែធ្នូបន្ទៅអីអញ្ចឹងដូច្នេះលោកនៅអាឡោះអាឡៃមិនទាន់បានដូចថាមកមួយជើងហើយមិនទាន់បាននៅសហរដ្ឋអាមេរិកឲ្យបានសុខស្រួលតែធ្វើឲ្យមានបញ្ហាហ្នឹងតាមពិតលោកសោយសុភាពខ្លួនលោកទេដែលទៅរកសបុកអាម៉ាល់ព្រោះអីបើលោកកុំទៅរដ្ឋ North Carolina ហើយបើកុំទៅស្នាក់នៅផ្ទះលោកថាច់សីហាអីហ្នឹងដើម្បីឲ្យជួបសកម្មជនគណៈបកប្រឆាំងនៅទីនោះដែលប្រឈមមុខគ្នាតតាំងគ្នាប្រហែលជាមិនអីទេបើលោកមកឡុងបិចឬក៏លោកមកកន្លែងណាផ្សេងទៅក៏ប្រហែលជាមិនសូវអីដែរទេព្រោះបើតាមមើលណាតែលោកជ្រើសរើសទៅអាកន្លែងសមរភូមិក្តៅដើម្បីឲ្យដូចថាទៅរលៀកផ្ទុះអញ្ចឹងដែរទៅរអាកន្លែងគេបាញ់គ្នាដើម្បីរើសបកកន្ទុះដូច្នេះវាត្រូវគ្រាប់ត្រូវសបកកភ្លើងនឹងដែរពិបាកអញ្ចឹងណាហើយដល់ពេលលោកខឹងពួកគាត់ទៅក៏ចាប់ផ្ដើមចេញសាររបៀបជាការបន្ធូរអារម្មណ៍របស់លោកហើយក៏ជាការដែលដូចប្រាប់ទៅក្រុមប្រឆាំងនឹងកុំឲ្យថាជ្រុលពេកអីអញ្ចឹងលឺអីអញ្ចឹងខ្ញុំថាបកស្រាយនឹងខ្ញុំចង់ពន្យល់អញ្ចេះច្រើនលើកច្រើនគ្រាខ្ញុំឃើញលោកសោយសុភាពតែងតែលើកយកអំពីការបណ្ដេញចំណាត់ការរបស់រដ្ឋបាលលោកត្រាំនៅក្នុងការចាប់មនុស្សទៅប្រទេសកម្ពុជាឬក៏ទៅប្រទេសណាវិញហ្នឹងអាគោលនយោបាយចាប់បញ្ជូនហ្នឹងគឺដូចថាទាញឲ្យចូលនៅក្នុងអ្វីដែលជាការស្អប់ខ្ពើមក្រុមប្រឆាំងអីអញ្ចឹងទៅវិញខ្ញុំជឿថាលោកសោយសុភាពបកស្រាយនេះគឺវាត្រូវឱកាសក៏ប៉ុន្តែវាមិនត្រូវតាមបរិបទនៃខ្លឹមសារនៃចំណាត់ការរបស់អាមេរិកទេអាមេរិកសប្ងៃលោកត្រាំគឺចាប់បញ្ជូនបុគ្គលទាំងឡាយណាដែលខ្វះឯកសារឬអត់ឯកសារស្នាក់នៅស្របច្បាប់នៅសហរដ្ឋអាមេរិកហើយជាអ្នកឆ្លងដែនមកអាមេរិកខុសច្បាប់ជាទូទៅគឺសំដៅទៅលើអ្នកឆ្លងដែនចូលស្រុកអាមេរិកខុសច្បាប់ហើយគាត់ចាប់បញ្ជូនទៅវិញហ្នឹងទាល់តែមាន
ប្រព្រឹត្តបទអក្រិតធ្ងន់ធ្ងរទៅទៀតព្រោះគោលការណ៍អាមេរិកគឺអញ្ចឹងតាំងពីដើមទីមកគឺបញ្ជូនអក្រិតជនដូចជាអ្នកជួញដូរគ្រឿងញៀនរំលោភខ្សែសន្តិវៈឬបាញ់សម្លាប់ក្រុមបងតូចបងធំអីអញ្ចឹងហើយអ្នកដែលនៅជាប់ពន្ធនាគារជាប់អីអញ្ចឹងឬក៏ជាប់ទោសហើយអញ្ចឹងអតិភិបរបស់លោក Donald Trump គឺចាប់បញ្ជូនទៅបែបហ្នឹងប៉ុន្តែមករយៈពេលនេះយើងឃើញគាត់មិនអាចគ្រប់កូតាមួយឆ្នាំបញ្ជូន1លានអ្នកទៅវិញបានគឺគាត់ចាប់ផ្ដើមចាប់ដោយកភ្លៀងដោយកពឹសដោយអីទាំងអស់ក៏ប៉ុន្តែកាកភ្លៀងកពឹសនិងកញ្ចោះហ្នឹងក៏ជាអ្នកដែលមករស់នៅឆ្លងដែនដោយឥតឯកសារហើយគេត្រូវចាប់បញ្ជូនទៅវិញតើលោកផនផាណាលោកគង់រាយានិងលោកឈុនសុធិត្រូវនឹងចំណាត់ថ្នាក់នៃជនទាំងឡាយណាដែលគេចាប់បញ្ជូនទៅស្រុកកំណើតវិញដែរឬយ៉ាងណាខ្ញុំសូមបញ្យល់អញ្ចេះហើយខ្ញុំនិយាយនេះគឺអត់មែនលើកទឹកចិត្តឲ្យក្រុមប្រឆាំងនឹងបានលេះមកចាប់ផ្ដើមធ្វើឲ្យលើសឬក៏ស្អីអីចឹងទេមិនមែនទេហើយក៏មិនមែននិយាយនឹងដើម្បីឲ្យលោកសយសុភាពបាក់ទឹកចិត្តលែងចង់និយាយពីរឿងហ្នឹងទៀតទេក៏អត់មានន័យចឹងដែរខ្ញុំគ្រាន់តែពន្យល់អំពីហេតុផលនៃចំណាត់ការរបស់រដ្ឋបាលអាមេរិកមិនមែនតែលោក Donald Trump ឬលោកណាទេគ្មានយន្តការណាមួយចាប់បញ្ជូនជនភៀសខ្លួនឬក៏អ្នកសំសិទ្ធច្រកកោននយោបាយវិលទៅរកប្រទេសដែលគេធ្វើទុកបុកម្នេញគាត់ទេនេះគឺជាការដែលមិនអាចធ្វើទៅបានទេហើយមិនបាច់ចាំបាច់មកនិយាយរឿងហ្នឹងដដែលទេលោកសយសុភាពក៏មិនគួរណាខាត់ពេលវេលាបន្ថែមឃ្លាអញ្ចឹងទេអត់ចំណេញទេបានតែគេជេរទេហើយតែគេជេរហើយអាព័ត៌មានហ្នឹងវាអត់ត្រឹមត្រូវទៅទៀតវាអត់ត្រឹមត្រូវនៅក្នុងន័យថានិយាយឲ្យតែបំភ័យប៉ុន្តែវាខ្វះការពិតហើយខ្ញុំមិននិយាយថាលោកសយសុភាពនិយាយមកហ្នឹងខុសទាំងអស់ទេខ្ញុំចង់និយាយថាសារនេះគឺវាជាសាររបៀបដូចជាប្រមានឲ្យប្រុងប្រយ័ត្នអីខ្លាចគេចាប់ទៅវិញប៉ុន្តែអ្វីដែលលោកសយសុភាពបានដាក់ពាក្យប្តឹងនៅខាងទូតខ្មែរទៅអន្តោប្រវេសន៍អីហ្នឹងវាជាសិទ្ធិស្របច្បាប់របស់លោកសយសុភាពបើលោករងការគំរាមកំហែងឬក៏យាយីអីណាមួយប្រជាពលរដ្ឋអាមេរិកមានសិទ្ធិគ្រប់គ្នា911 call មកណាក៏បានដែរគេមកដល់ផ្ទះយករបាយការណ៍យើងអត់មានទៅសួរយើងកាន់បកណានិន្នាការនយោបាយណាអត់ទេគឺតែយើងហៅគឺប៉ូលីសត្រូវតែមកដល់មករាយការណ៍ហើយស៊ើបអង្កេតករណីរឿងយើងអាហ្នឹងគឺជាទម្លាប់ច្បាប់ទម្លាប់នៅស្រុកអាមេរិកនេះវារាប់រយឆ្នាំហើយអត់មានអីប្រែប្រួលទេអញ្ចឹងបើលោករាយការណ៍ទៅប៉ុស្តិ៍ឬក៏ទូតខ្មែរទៅអន្តោប្រវេសន៍គេច្បាស់ជាស៊ើបអង្កេតដែរប៉ុន្តែន័យសំខាន់តកតងនឹងការស៊ើបអង្កេតទៅវិញថាតើមានហេតុផលគ្រប់គ្រាន់ដែលលោកសយសុភាពរងការគំរាមកំហែងដោយប្រការណាមួយឧទាហរណ៍គំរាមសម្លាប់ឬក៏គំរាមធ្វើបាបរូបរាងកាយអីឬក៏គំរាមផ្លូវចិត្តឬក៏យាយីធ្វើទុកបុកម្នេញរៅឆានអញ្ចឹងឧទាហរណ៍អញ្ចឹងប៉ូលីសគេនឹងប្រមូលព័ត៌មានអានេះគេធ្វើតាមនីតិវិធីបើមានព័ត៌មានគ្រប់គ្រាន់តាមពិតគេត្រូវសួរជនពាក់ព័ន្ធតើព័ត៌មាននឹងគម្រាមកំហែងតាមរយៈអីឯកសារអីគេខ្លះហើយចុះបើសិនជាលោកនៅស្រុកខ្មែរទៅហើយហ្នឹងតើបានអ្នកណានៅជួយដាក់ឯកសារជាសាក្សីដើម្បីផ្ដល់សក្ខីកម្មឲ្យប៉ូលីសនៅស្រុកនេះព្រោះបើធ្វើសក្ខីកម្មតាមអនឡាញតាមអីហ្នឹងគឺវាត្រូវការប្រើពេលរៀងយូរទៅទៀតហើយបើនៅផ្ទាល់អញ្ចឹងទៅយើងអាចផ្ដល់សក្ខីកម្មបញ្យលប្រាប់ប៉ូលីសអីទៅវាលឿនក៏ប៉ុន្តែបើទោះបីជាដំណើររឿងហ្នឹងវាប្រព្រឹត្តទៅបានរលូនហើយគេរកឃើញថាពួកគាត់ពិតជាបានប្រព្រឹត្តជលជ្រោះអីចឹងមែនឥឡូវអ្វីដែលសំខាន់គឺសារដែលពួកគាត់និយាយបើគេរកឃើញជាការបញ្ចេញមតិឬក៏អីហ្នឹងអាហ្នឹងបានន័យថាវានៅស្រុកអាមេរិកនេះអត់ដែលនរណាចាប់មនុស្សដាក់គុកដោយសារការបញ្ចេញមតិទេវាខុសពីស្រុកខ្មែរគឺបញ្ចេញមតិក៏ជាប់គុកដែរតាម Facebook តែស្រុកអាមេរិកអត់ដែលមាននរណាជាប់គុកដោយសារការបញ្ចេញមតិព្រោះអីរដ្ឋធម្មនុញ្ញអាមេរិកគឺ First Amendment និយាយអំពីសិទ្ធិសេរីភាពនៅក្នុងការបញ្ចេញមតិហ្នឹងគ្មានអ្នកណាម្នាក់មកអាចរំលោភបំពានបានទេលើកលែងតែការបញ្ចេញមតិហ្នឹងជាការពិតហើយឈានទៅរកការគំរាមកំហែងសម្លាប់គេដែលមានឲ្យគ្រោះថ្នាក់ដល់គេអាហ្នឹងក៏គេអាចចាត់ការអីយើងបានប៉ុន្តែទាល់តែរកឃើញចេតនាពិតប្រកបថាអាចសម្លាប់គេបានហើយមានមធ្យោបាយធ្វើដោយរបៀបណាមានកាភ្លើងអត់មានអាវុធមានអីនៅក្នុងដៃឬក៏អីអញ្ចឹងអាហ្នឹងគឺមានរឿងត្រូវស៊ើបអង្កេតចាប៉ុន្តែឥឡូវអញ្ចឹង
ពួកគាត់គឺជាជនភៀសខ្លួនហើយជាអ្នកសុំសិទ្ធិច្រកកោននយោបាយដូច្នេះបានន័យថាពួកគាត់អាចរស់នៅសហរដ្ឋអាមេរិកដោយស្របច្បាប់ដោយមិនចាំបាច់មាន green card ទេព្រោះអា green card ហ្នឹងគឺគេឲ្យនៅពេលដែលគេផ្ដល់សិទ្ធិស្របច្បាប់ឲ្យគាត់ថាអាពាក្យដាក់សុំសិទ្ធិច្រកកោននយោបាយហ្នឹងឥឡូវប៉ូលីសសហព័ន្ធឬក៏ចៅក្រមអន្តោប្រវេសន៍ហ្នឹងគេសម្ភាសទៅគេជឿ 100% ហើយថាយើងពិតជាមិនអាចវិលទៅប្រទេសកម្ពុជាវិញបានទេបើទៅគេនឹងសម្លាប់ដូច្នេះបើចៅក្រមគេរកឃើញការពិតថា1ឆ្នាំ2ឆ្នាំក្រោយទៅគេហៅយើងទៅសម្ភាសគឺគេនឹងឲ្យ green card ហ្នឹងហើយប៉ុន្តែនៅក្នុងពេលនេះគឺអត់ green card មិនមែនបានន័យថាគាត់រស់នៅខុសច្បាប់ទេអត់ green card គឺគាត់រស់នៅស្របច្បាប់ដោយសារនៅពេលដែលមានជនណាម្នាក់ដាក់ពាក្យសុំសិទ្ធិច្រត់កោននៅស្រុកអាមេរិកនេះមួយអាទិត្យក្រោយគេហុចกระดาษមួយគឺគេឲ្យសិទ្ធិយើងរស់នៅដោយស្របច្បាប់រហូតដល់គេសម្រេចទៅលើករណីនៃការសុំសិទ្ធិច្រត់កោនរបស់យើងថាតើគេទទួលឲ្យយើងស្របច្បាប់ជាអ្នកសុំសិទ្ធិច្រកកោនផ្នែកនយោបាយដើម្បីឲ្យ green card យើងឬក៏គេចាប់បញ្ជូនយើងទៅវិញដោយសារយើងខ្វះភ័ស្តុតាងប្រាប់គេឲ្យថាយើងពិតជារងការគំរាមកំហែងពីស្រុកខ្មែរមែនក្នុងករណីរបស់លោកកុងរាយាលោកសុធីហើយនិងលោកផនផាណាសុទ្ធតែអ្នកដែលទទួលរងការធ្វើទុកបុកម្នេញពីរដ្ឋាភិបាលកម្ពុជាចាប់ប្រផាត់ចាប់ប្រភិញដោយលោកផនផាណាអីវិញសុទ្ធតែគេរកទៅចាប់សម្លាប់ដល់ថៃប៉ុណ្ណឹងសាររបស់លោកហ៊ុនសែនយកទៅដាក់ដល់ណាដល់នៃស្ថាប័នផ្សាយអន្តរជាតិអីគេចុះមកអាហ្សាសេរ៉ាអីយកទៅផ្សាយអស់ណាមិនដឹងថាលោកផនផាណាវិលទៅស្រុកខ្មែរវិញគឺរដ្ឋាភិបាលកម្ពុជានឹងធ្វើទុកបុកម្នេញគាត់រដ្ឋាភិបាលអាមេរិកមិនអាចបញ្ជូនមនុស្សបែបនេះទៅស្រុកខ្មែរវិញបានទេគេអាចនឹងហៅគាត់ទៅអប់រំបើសិនជាគេរកផុសតាងឃើញគ្រប់គ្រាន់ថាគាត់ពិតជាជ្រុលជ្រោះគម្រាមកំហែងលោកសយសុភាពអីចឹងខ្ញុំនិយាយរបៀបសមត្ថកម្មទេប៉ុន្តែបើឲ្យបញ្ជូនអ្នកទាំងអស់នេះទៅខ្មែរវិញហ្នឹងគឺចំពោះខ្ញុំគឺឱកាសគឺ0ហើយខ្ញុំនិយាយនេះអត់បានទៅបន្តិចប្រអាក់លោកសយសុភាពឬក៏ទៅឲ្យខាងបកប្រឆាំងអីនឹងអីទេអត់ទេប៉ុន្តែក្នុងន័យហ្នឹងក៏សូមសនំពរបិណ្ឌបាតទៅខាងក្រមបកប្រឆាំងដែរថាដូចថាអ្វីក៏ដោយយើងធ្វើកុំឲ្យវាលឹះពេកខ្ញុំមិនចោទប្រកាន់ថាវាលឹះចង់និយាយថាឲ្យវាកដាលកន្លែងណាមួយទៅកុំឲ្យមានអាដានមួយដើម្បីគេរករឿងយើងបានណាខ្ញុំជឿថាបងប្អូនមិនពេញចិត្តលោកសយសុភាពប៉ុណ្ណាក៏តាមធម្មតាអញ្ចឹងទៅខ្ញុំយល់ប៉ុន្តែកុំឲ្យដល់ថ្នាក់ដែលបញ្ចេញដានដើម្បីឲ្យគេឌីលជាបុគ្គលពីលឬក៏អីហ្នឹងហើយឲ្យគេថាគេថាអីថាទៅកុំធ្វើត្រូវឲ្យដូចគេថាអញ្ចឹងណាព្រោះអីខ្ញុំជឿថាបងប្អូនមានវិធីតតាំងជាមួយលោកសុភាពសយសុភាពច្រើនយ៉ាងណាមិនចាំបាច់តែត្រូវធ្វើអាវិធីដៅពេកដែលរហូតតល់តែខាងនោះគេអាចចោតប្រកាន់បានអញ្ចឹងច្បាស់ជាមានហេតុផលអីដែលគាត់ចោតប្រកាន់បានបានគាត់ដាក់ពាក្យប្តឹងហ្នឹងប៉ុន្តែជួនកាលវាជាឱកាសដើម្បីការពារខ្លួនដែរលោកសយសុភាពមកហ្នឹងត្រូវខាងបកប្រឆាំងនឹងនាំគ្នាចោមរោមអីចឹងទៅដើម្បីការពារខ្លួនរបស់គាត់ហ្នឹងដាក់ទៅថាគាត់មកដល់អាមេរិកហ្នឹងមិនមែនចេះតែគេធ្វើស៊ីផុយបានទេគឺគាត់ទៅដាក់ពាក្យប្តឹងដាក់អីចឹងដែរទៅដើម្បីឲ្យខាងក្រុមនេះរៀងចាលអញ្ចឹងម្ដងទៀតបងប្អូនលោកដាក់ពាក្យនេះគឺជារឿងនីតិវិធីត្រឹមត្រូវខ្ញុំលើកទឹកចិត្តឲ្យប្តឹងផ្ដាល់អីក៏ប្តឹងចោះព្រោះអីកិច្ចការតុលាការគេរកឃើញប៉ុន្តែកុំឲ្យយើងប្តឹងផ្ដាល់គ្នាហើយយើងយកឱកាសហ្នឹងមកជេរប្រមាថបន្តិចផ្ដាសាគ្នាទៀតវាទៅជាបទល្មើសបន្ថែមទៀតទៅហើយអត់មានចប់ទេហើយម្ដងទៀតអ្នកទាំងអស់នេះនឹងគ្មានអ្នកណាបញ្ជូនទៅប្រទេសកម្ពុជាវិញទេព្រោះអីលក្ខខណ្ឌរបស់គាត់មកទីនេះគឺដោយសារតែគាត់រងការធ្វើទុកបុកម្នេញពីមនុស្សរបស់គណៈបកកណ្ដាលអំណាចហើយចោះលោកសុភាពហ្នឹងក៏ជាមនុស្សរបស់គណៈបកកណ្ដាលអំណាចដែរបើទោះបីជាលោកមិនមែនជាសមាជិកក៏ដោយប៉ុន្តែអ្វីដែលលោកនិយាយកន្លងមកហ្នឹងវាយប្រហារតែគណៈបកប្រឆាំងហ្នឹងលោកជាអ្នកនាំសារឲ្យគណៈបកកណ្ដាលអំណាចអញ្ចឹងលោកគឺជាការគំរាមកំហែងដល់ក្រុមគណៈបកប្រឆាំងនៅពេលដែលតុលាការគេរកទៅថាគេរកហេតុផលថាហេតុអីបានក្រុមសកម្មជនបកប្រឆាំងទៅរករឿងលោកសយសុភាពជួនកាលពួកគាត់អាចបកស្រាយថាប៉ះពាល់ដល់សុវត្ថិភាពពួកគាត់ដែរព្រោះមកពីស្រុកខ្មែរមកដល់ស្រុកអាមេរិកនេះថាធ្លាប់នៅស្រុកខ្មែររដ្ឋាភិបាលធ្លាប់រករឿងគាត់ឥឡូវមកដល់ដីអាមេរិកអញ្ចឹងគាត់ភ័យព្រួយអីអញ្ចឹងទៅហើយបើអាមេរិកគេពិនិត្យមើលទៅគេឃើញថាទេអ្នកនៅក្នុង
រដ្ឋាភិបាលកម្ពុជាឆ្លងដែនមកដល់សហរដ្ឋអាមេរិកឥឡូវមកដាក់ប្តឹងពួកគាត់ឲ្យចេះទៀតអញ្ចឹងអាទម្ងន់នៅក្នុងការពិចារណាដើម្បីលំអៀងមកខាងក្រមសុំសិទ្ធិច្រកោននយោបាយនេះវាខ្លាំងជាងលំអៀងទៅលើលោកសយសុភាពនិងរដ្ឋាភិបាលកម្ពុជាឯងខ្ញុំនិយាយ logic អត់កាន់ជើងទេនៃច្បាប់វាអញ្ចឹងសូមស្នើឲ្យអស់លោកឈប់ប្រើអាសានឹងអញ្ចឹងវិញទៅវាអត់ប្រយោជន៍ទេប៉ុន្តែលោកអស់លោកត្រូវភ័យអញ្ចេះវិញមិនត្រឹមត្រូវភ័យគណៈបកប្រជាជនកម្ពុជាឯណោះដែលជាពិសេសអ្នកសុំសិទ្ធិច្រកកោននយោបាយដែលថាខ្លាចរបបឬក៏រដ្ឋាភិបាលកម្ពុជាខ្លាចលោកហ៊ុនសែនឬក៏គណៈបកប្រជាជនធ្វើទុកបុកម្នេញហើយយកលេសហ្នឹងធ្វើជាការសុំសិទ្ធិច្រកកោននយោបាយនៅអាមេរិកនេះហើយដល់គេឲ្យសិទ្ធិច្រកកោននេះស្រាប់តែងាកមកខំគណៈបកប្រឆាំងទៅកាន់គណៈបកប្រជាជនហើយវិលចូលទៅស្រុកខ្មែរវិញទៅអោបថើបលោកហ៊ុនសែនអីអញ្ចឹងតាមពិតលោកសយសុភាពគួរប្រាប់អ្នកទាំងអស់នេះវិញឲ្យនាំគ្នាភ័យវិញបានត្រូវព្រោះអីបានអញ្ចឹងគេអាចបញ្ជូនពួកគាត់ឬក៏ដកសញ្ជាតិឬក៏ដកអាសិទ្ធិស្រួលនៅស្របច្បាប់របស់គាត់វិញដោយសារគាត់កុហកគេគាត់កុហកប្រាប់អាមេរិកថាអត់អាចទៅស្រុកខ្មែរបានទេត្រូវឲ្យខ្ញុំនៅអាមេរិកឯងព្រោះទៅស្រុកខ្មែរគេធ្វើបាបធ្វើទុកបុកម្នេញនៅស្រុកខ្មែរដល់ពេលបានចូលជាបាន green card ឬក៏ចូលសញ្ជាតិហើយស្រាប់តែអត់អីផងស្រុកខ្មែរអត់អីខ្ញុំទៅជួបលោកហ៊ុនសែនក៏បានខ្ញុំជេរគណៈបកប្រឆាំងក៏បានខ្ញុំទៅវិញទៅមកអីបានអានេះគឺជាការកុហកណាបងប្អូននៅពេលដែលយើងកុហកមន្ត្រីអន្តោប្រវេសន៍មានហេតុផលគ្រប់គ្រាន់ដើម្បីលុបអាសញ្ជាតិយើងចោលហើយបញ្ជូនយើងទៅស្រុកខ្មែរវិញខ្ញុំនិយាយអត់គំរាមបងប្អូនទេខ្ញុំនិយាយពីរឿងច្បាប់អញ្ចឹងបានខ្ញុំចង់ផ្ដាំទៅលោកសយសុភាពថាបានហើយសម្រាប់ការបញ្ជូនអីអ្នកសុំភៀសខ្លួនត្រឹមត្រូវដែលខ្លាចគេធ្វើទុកបុកម្នេញនៅកម្ពុជាហ្នឹងគឺអាមេរិកនឹងមិនបញ្ជូនពួកគាត់ទេប៉ុន្តែខ្ញុំខ្លាចទៅវិញអ្នកដែលបោកបន្លំអាមេរិកថាគ្រប់គ្រងស្អប់ណាស់របបផ្ដាច់ការស្អប់ណាស់ពួកកុម្មុយនីសស្អប់អីអញ្ចឹងក៏ហក់អាមេរិកសពបែបយ៉ាងឲ្យដល់ពេលមានអាហ្នឹងហើយស្រាប់តែចោះចូលទៅស្រុកអាមេរិកហើយមកគំរាមកំហែងដល់បងប្អូនយើងដែលសុំសិទ្ធិច្រកកោននយោបាយទៀតអាហ្នឹងធ្ងន់ណាស់ប្រយ័ត្នតែបងប្អូនទាំងអស់ហ្នឹងប្តឹងហើយដូចថារកផោះតាំងគ្រប់គ្រាន់គេយកអាច្បាប់មួយស្ដីអំពីការគំរាមកំហែងឆ្លងដែនណាអូយគ្រោះថ្នាក់ណាស់បងប្អូនខ្ញុំអត់ចង់ឲ្យបងប្អូនណាគេបដិញ្ញចេញទេទាំងគណៈបកប្រជាជនទាំងគណៈបកប្រឆាំងអីហ្នឹងបាននៅសុខសប្បាយនៅអាមេរិកហ្នឹងប្រកបរបរទទួលទានតាមសមាជីវទៅជីវិតយើងយ៉ាងណាក៏គ្រាន់បើជាងនៅស្រុកខ្មែរដែរប៉ុន្តែកុំយកឱកាសហ្នឹងមកបំផ្លាញឆាកជីវិតរបស់យើងធ្វើឲ្យគេស្អប់ឬក៏គេរកឃើញថាយើងកុហកអីវាទៅជារឿងអំពលទុកខ្លួនឯងណាខ្ញុំបារម្ភខាងអ្នកគ្រប់គ្រងគណៈបកប្រជាជនដែលពីមុនមកខ្លែងខ្លួនថាប្រឆាំងឲ្យដល់ពេលហើយបានឯកសារស្របច្បាប់ស្រាប់តែទៅចូលទៅជួបលោកហ៊ុនសែនអោបថាបនេះខ្ញុំបារម្ភពួកគាត់ទៅវិញទេខ្ញុំអត់បារម្ភសកម្មជនអ្នកទាំងអស់នេះទេខ្ញុំធានា 100% គ្មានអ្នកណាបញ្ជូនអ្នកទាំងនេះទៅសូម្បីតែម្នាក់ហើយចំណាំពាក្យខ្ញុំទុកទៅខ្ញុំមិនទៅជាអ្នកអះអាងអីការពារអីគាត់ទេខ្ញុំគ្រាន់តែនិយាយថាច្បាប់គេអត់អាចធ្វើអញ្ចឹងទេមនុស្សមកពីកន្លែងដែលកំពុងរងគ្រោះនៃការធ្វើទុកបុកម្នេញយកគាត់ទៅឲ្យស្លាប់តើគេនឹងតតាំងជាមួយរដ្ឋាភិបាលនេះគេប្តឹងគាត់ងាប់អ្នកណាទៅឈរឈ្មោះជារដ្ឋាភិបាលហ្នឹងចោះខ្វះអីក្រុមកិត្តិជនមកកណោចាប់ទៅដឹកទៅមិនអស់ហងមកចាប់អីគ្នាអ្នកសុំសិទ្ធិច្រកកោននយោបាយរុចកិច្ចពីការស្លាប់ប៉ុន្តែម្ដងទៀតបងប្អូនខ្ញុំមិនមែននិយាយនេះឲ្យធ្វើឲ្យបងប្អូននឹងមានការទម្ងន់ផ្លូវច្បាប់ឲ្យចាប់ផ្ដើមប្រព្រឹត្តផ្ដេសផ្ដាស់អសិលធម៌អគុណធម៌អីទេក្រុមប្រឆាំងនឹងក៏អញ្ចឹងដែរបថយកម្ដៅនឹងបន្តិចទៅរកវិធីសិលធម៌រកវិធីអីឲ្យរៀងដូចថាកុំឲ្យវាដូចថាលឺហ่าបងប្អូនស្អីក៏ដោយបងប្អូនតាតឹងវាដាច់ហើយដូចចប៉ីអញ្ចឹងបើធូរវាអត់ព្រោះទេសុំឲ្យកណ្ដាលខ្លះទៅខ្ញុំមិនកាន់ជើងទេប៉ុន្តែសុំបិណ្ឌបាតកន្លែងហ្នឹងយើងធ្វើឲ្យប្រសើរជាងគណៈបកប្រឆាំងគណៈបកកាន់អំណាចខ្លះទៅដល់អញ្ចឹងនៅឃើញដល់លោកសេរីសុខុមលោកឈុនសេរីសុខុមជេររាយកាយឪពុកខ្ញុំប៉ុន្តែខ្ញុំអរគុណលោកណាស់ដែលម្សិលមិញនេះគឺលុបវីដេអូជេរបតិចផ្ដាសាមិនមែនលុបវីដេអូតែជេរខ្ញុំមិនលុបវីដេអូជេរលោកថាច់សីហាលុបវីដេអូជេរលោកតាំងសារដាលុបវីដេអូជេរលោកសយសុភាពគឺគាត់លុបទាំងអស់តែម្ដងអាវីដេអូដែលគាត់ជេរប្រហែលថ្ងៃហ្នឹងខ្ញុំថានេះគឺជាការទទួលខុសត្រូវមួយប្រកបដោយសិលធម៌ខ្ញុំជឿថាការជ្រុលជ្រោះធ្ងន់ធ្ងរអីហ្នឹងគឺមនុស្សយើងវាតែងតែលើសលុះហើយប៉ុន្តែនៅពេលដែលទទួលស្គាល់ថាអាហ្នឹងគឺជាអំពើមិនគប្បីហើយលុបវីដេអូហ្នឹងចេញវិញខ្ញុំគិតថាលោកមានភាពក្លាហានលោកបង
ណែជុំសេរីសខុមមានភាពក្លាហានហើយខ្ញុំគ្មានអតិពលអីឲ្យបងលុបវីដេអូហ្នឹងទេខ្ញុំពិតជាបានទូរស័ព្ទទៅបងសេរីសខុមម្សិលមិញមែនដោយសារតែខ្ញុំខកចិត្តខ្លាំងពេកដែលអត់បានធ្វើអីខុសសោះត្រូវ3 4រ៉េហើយគាត់ជេរបចោលម្ដាយកាយឪពុកខ្ញុំដូច្នេះវាប៉ុន្តែគាត់ក៏បានផ្ញើសារសុំទោសហើយក៏សុំទោសជាសាធារណៈនឹងសុំទោសម្ដាយខ្ញុំដែរអញ្ចឹងខ្ញុំថានេះគឺជាសិលធម៌បងពិតជាធ្វើឆ្លោះឆ្លួយមកប៉ុន្តែនេះជាសិលធម៌ហើយលុបវីដេអូនឹងចោលខ្ញុំជឿថាជាអំពើប្រពៃណាខ្ញុំសូមអរគុណបងដែរដែលធ្វើដូច្នេះហើយខ្ញុំមិនបន្តអីវែងឆ្ងាយទៀតទេអស់ត្រឹមហ្នឹងវីដេអូដែលខ្ញុំផ្សាយហើយខ្ញុំមិនអាចលុបចោលបានទេព្រោះអីវាជាប់ព័ត៌មានអីច្រើនប៉ុន្តែវីដេអូនេះសូមបញ្ជាក់ថាបងឈុំសេរីសខុមគឺគាត់ពិតជាបានលុបវីដេអូជាបញ្ចោតាមបណ្ដាញសង្គមនោះមែនហើយរឿងថាតើលុបនឹងដោយសារតែហេតុផលអីឬក៏ដោយសារតែខ្ញុំទូរស័ព្ទទៅគាត់ខ្ញុំអត់ដឹងដែរគាត់ថាខ្ញុំទូរស័ព្ទទៅគាត់ខ្ញុំអត់មានបានទៅស្នើឲ្យគាត់លុបអីទេខ្ញុំគ្រាន់តែប្រាប់ថារកហេតុផលថាហេតុអីបានជាគាត់ជេរខ្ញុំរកនៅវាមិនឃើញគាត់ប្រាប់ថាមកពីអាប្អូនឯងហៅរឿងគាត់ណែរិះគន់គាត់រឿងជេរគេតែប៉ុណ្្នឹងឯងហើយខ្ញុំថាចប់បើគាត់តែរិះគន់ដើម្បីនៃស្ថាបនាសោះហេតុអីមកជេរខ្ញុំទៅអីលើគាត់យល់ហើយដូច្នេះចប់ត្រឹមហ្នឹងបងប្អូនខ្ញុំអត់និយាយរឿងលោកឈុំសេរីសខុមទៀតទេចប់ត្រឹមប៉ុណ្្នឹងខ្ញុំបន្តពីរឿងហ្នឹងវាអត់តាន់អស់ទៀតណាអារឿងលោកឈុំសេរីសខុមហ្នឹងគឺវាទៅប៉ះពាល់ដល់អារឿងលោកតាំងសារដាហើយនឹងការជេរបតិចប្រាសាអីចោតប្រកាន់លោកតាំងសារដាពេញបណ្ដាញសង្គមថាលក់ក្បាលលក់អីទៀតទៅតែខ្ញុំយ៉ាងណាខ្ញុំមុននឹងចូលដល់រឿងនេះខ្ញុំនិយាយតរឿងលោកសយសុភាពមួយម៉ាត់ទៀតលោកសយសុភាពថ្ងៃនេះគឺគាត់ថែមឃ្លាមួយទៀតតកតងនឹងការវាយប្រហារដល់អ្នកស្រីមូសុកហួរខ្ញុំមែនតើទៅខ្ញុំថាលោកសយសុភាពលើសកន្លែងនេះទៀតហ្នឹងលើសត្រង់ថាអីគេហទំព័រឬក៏ Facebook របស់អ្នកស្រីមូសុកហួរជាផ្លូវការតែម្ដងគឺអត់មានសរសេរអីសោះតាក់ទងនឹងរឿងដែលនិយាយប៉ះពាល់នឹងលោកសយសុភាពប៉ុន្តែមានគេហៅមូសុកហួរ fan page បានន័យថាគេហទំព័ររបស់អ្នកគាំទ្របានន័យថាអ្នកណាក៏គេបង្កើតគេហទំព័រគាំទ្រគាត់ប៉ុន្តែជាផ្លូវការFacebook ផ្លូវការរបស់អ្នកស្រីមូសុកហួរពុំមានសរសេរបែបហ្នឹងទេប៉ុន្តែស្រាប់តែលោកសយសុភាពសរសេរឃ្លាបែបនេះឲ្យខ្ញុំថាអូយហេតុអីក៏អញ្ចឹងញោមគាត់ថាមីងឯងឈួតហើយខ្ញុំនឹងក្រុមគ្រួសារដើរលំហែសួរសុខទុក្ខបងប្អូនមីងឯងដើរចោតគេពួកអាប៉ុលពតគឺបែបហ្នឹងមីងលប់ចាំទុកណាមីងឯងនឹងគ្មានឱកាសបានជន់ស្រុកខ្មែរអស់មួយជីវិតណាទៅជាអញ្ចឹងទៀតអញ្ចឹងបានថាណាស់ទាំងអស់គ្នាហើយបានប្រយោជន៍អីលោកសយសុភាពបានប្រយោជន៍អីនៅពេលដែលលោកសរសេរសារបែបនេះតាក់ទងទៅនឹងអ្នកស្រីមូសុកហួរព្រោះធ្លាប់ចោទប្រកាន់គាត់រហូតដល់ខាងគេទទួលលោកឡើងបាននៅសហរដ្ឋអាមេរិកឥឡូវមកថែមអញ្ចឹងទៀតហើយដោយសារគាត់តបទៅនឹងមូសុកហួរ fan គឺគេហទំព័រឬក៏ Facebook មួយឈ្មោះថាមូសុកហួរ fan ហ្នឹងគេសរសេរអញ្ចេះពេលដែលមន្ត្រីគណៈបកប្រជាជនកម្ពុជាចេញទៅក្រៅប្រទេសម្ដងវត្ថុបំណងធំរបស់ពួកគេគឺទៅទិញមនុស្សជួលមនុស្សអូសទាញមនុស្សទៅគំរាមកំហែងនិងទៅបំបែកបំបាក់ខ្មែរនៅក្រៅប្រទេសគឺពួកវាទៅខ្ញុំសុំទោសណាខ្ញុំសុំអធិស្ឋានអសរោះបន្តិចហើយព្រោះដោយសារប្រើភាសាដើមរបស់គេទាំងអស់មិនមែនជាភាសារបស់មូណារ៉េទេនឹងទៅបំបែកបំបាក់ខ្មែរនៅក្រៅប្រទេសពលគឺពួកវាទៅដើម្បីតែប្រយោជន៍បកពួករបស់វាតែប៉ុណ្ណោះវាគ្មានទៅដើម្បីប្រយោជន៍ប្រទេសជាតិស្អីវាទេអានេះគឺជាសាររបស់ fan របស់អ្នកស្រីមូសុកហួរគេដាក់ fan page ប៉ុន្តែត្រូវបានលោកសយសុភាពហ្នឹងគឺវាយប្រហារទៅអ្នកស្រីមូសុកហួរក្នុងនាមជាបុគ្គលថាអាហ្នឹងគឺសម្ដីរបស់អ្នកស្រីមូសុកហួរខ្ញុំអត់កាន់ជើងអ្នកស្រីមូសុកហួរទេនិយាយឲ្យត្រង់នៅក្នុងន័យនេះតែខ្ញុំកាន់ជើងលើសច្ចធម៌ខ្ញុំអត់ដែលឮអ្នកស្រីមូសុកហួរប្រើភាសាហៅអ្នកណាថាវាថាអាមឹងអីចឹងខ្ញុំមិនដែលឮខ្ញុំឮសកម្មជនគណៈបកប្រឆាំងឬក៏អ្នកគាំទ្រអីហ្នឹងធ្លាប់ជេរបចោលស្រាតសពុតអីដោយតែគណៈបកប្រជាជនកម្ពុជាដែរប៉ុន្តែអត់ដែលឮថ្នាក់ដឹកនាំហ្នឹងប្រើភាសាអញ្ចឹងទេដល់ពេលលោកសយសុភាពនេះអញ្ចឹងមកវាហាក់បីដូចជាលោកចាប់ផ្ដើមខឹងខ្លាំងខឹងគោវាយអាទិះទៀតម្ចាស់ខ្លួនអត់ដឹងហើយដល់តែពេលហើយទៅវាយខាង fan page
ខ្ញុំថារឿងនេះគឺវាអត់ចប់អញ្ចឹងបងប្អូនវាអត់ចប់ហើយធ្វើឲ្យគណៈបកប្រឆាំងកាន់តែក្តៅក្រហាយពុះពោទៀតទៅប៉ុន្តែខ្ញុំជឿថាលោកសយសុភាពជាអ្នកសារព័ត៌មានដែលមានវិជ្ជាជីវៈល្មមដែលអាចនឹងផ្ទៀងផ្ទាត់ព័ត៌មានបានហើយថាអា fan page ហ្នឹងវាជាគេហទំព័រឬក៏ Facebook របស់អតិថិជនឬក៏អ្នកណាក៏អាចបង្កើតបានដែរប៉ុន្តែអា page របស់ម្ចាស់ផ្លូវការរបស់គាត់ហ្នឹងគឺមាន tick មានអីឈ្មោះតែមូសុខហួរមួយម៉ាត់ទៅអត់មានពាក្យថាមូសុខហួរ fan page អីអញ្ចឹងដល់ពេលលោកទៅវាយប្រហារជេរមនុស្សនៅ fan របស់គេសោះចុះឥឡូវបើ fan របស់លោកសយសុភាពបង្កើតថាសយសុភាព fan ហើយទៅមកជេរបន្តិចក្រុមប្រឆាំងឲ្យក្រុមប្រឆាំងទៅជេរលោកសយសុភាពត្រង់វិញទៅលោកខឹងហ៎ពួកលោកដឹងថាទេខ្ញុំបាននិយាយចឹងផងអាហ្នឹងគឺ fan ខ្ញុំគេចេះសេអីសេទៅវាដូចគ្នាអញ្ចឹងណាលោកអ្នកសារព័ត៌មានអាចនិយាយផ្អែកទៅលើ fan page ចឹងទេវាទៅផ្អែកទៅលើបុគ្គលហើយផ្ទៀងផ្ទាត់ឲ្យមែនតែអញ្ចឹងគេ deal យើងងាប់ហើយបងខ្ញុំបងផងលោកផងដោយសារតែខ្ញុំនិយាយទៅគោរពគាត់ដូចជាបងខ្ញុំអញ្ចឹងខ្ញុំនិយាយនេះគឺនិយាយយកតែប៉ុនដែរទេអឺខ្ញុំនៅសល់ព័ត៌មានបន្ថែមទៀតឥឡូវខ្ញុំslashថ្ងៃនេះគឺមានរឿងលោកសយសុភាពនឹងអត់ទាន់ចប់ទេដោយសារអីលោកសារដាមានតាំងសារដាមានរូបថតមួយស្លឹកជាមួយលោកសយសុភាពហើយត្រូវបានគេវាយប្រហារចាស់ដៃទៅមានលោកម៉ែនណាតមួយដែរដែលជាអតីតក្រមយុវជនឆ្នើមតវ៉ាបាតកម្មមិនស្វាងនៅស្រុកខ្មែររឿងព្រំដែនរឿងនយោបាយអីហ្នឹងលោកជួយមកចេញការពារលោកតាំងសារដាថ្ងៃនេះលោកម៉ែនណាតការពារជំនួបលោកតាំងសារដានិងលោកសយសុភាពថាជាការរាប់អានគ្នាធម្មតាបាទលោកម៉ែនណាតហ្នឹងនិយាយថាចំពោះលោកតាំងសារដាដែលខ្ញុំស្គាល់នឹងរាប់អានគាត់តាំងពីពួកយើងនៅជានិស្សិតក្នុងក្រុមចលនានិស្សិតដើម្បីលទ្ធិប្រជាធិបតេយ្យមកម្លេះគឺគាត់ចូលចិត្តរាប់អានមិត្តភ័ក្តិអស់ពីចិត្តពីថ្លើមនឹងតែងតែជួយចែករំលែកទុក្ខលំបាករបស់មិត្តភ័ក្តិគាត់ជាមនុស្សទៀងត្រង់ស្រឡាញ់អំពើយុត្តិធម៌និងចង់បានសង្គមយុត្តិធម៌លោកម៉ែនណានបន្តថាយោបល់ខ្ញុំឃើញបងប្អូនខ្លះក្នុងបណ្ដាញសង្គមមានប្រតិកម្មចំពោះលោកសយសុភាពនាយកកាសែតដើម7ដែលដើរលេងនៅអាមេរិកហើយពួកគេខ្លះក៏មានទស្សនៈចំពោះលោកតាំងសារដាជាប្រធាន Cambodia Daily ក៏ព្រោះតែរូបគេថតរូបមួយសន្លឹកនៅក្នុងអត្ថបទដែលមានរូបភាពនោះលោកម៉ែនណានបន្តថាខ្ញុំយល់ថាបងប្អូនខ្លះខ្វះសុភវិនិច្ឆ័យបែងចែកមិនដាច់គ្នាសោះរឿងតំណែងតំណងផ្ទាល់ខ្លួននិងរឿងមិត្តភ័ក្តិនិងរឿងនយោបាយនិងរឿងការងារវិជ្ជាជីវៈមិនគួរប៉ាតម្សៅឬបោកលោកគ្រប់រឿងឲ្យច្បល់ទេវានាំឲ្យធ្លាក់ក្នុងទស្សនៈមួយបែបទៀតដែលគេឧស្សាហ៍និយាយថាជ្រុលពេកឬក៏ជ្រុលនិយមបាទឥឡូវខ្ញុំslash ត្រឹមប៉ុណ្ណឹងចោះព្រោះពួកគាត់បញ្ចេញមតិទៅព្រោះជាមិត្តភ័ក្តិជាអីហើយណាមួយកាត់ការពារគ្នាឥឡូវចូលដល់ព័ត៌មានចុងក្រោយខ្ញុំនៅសល់ព័ត៌មានមួយកណោទៀតតែរៀបរាប់មិនអស់ទេដោយសារតែរវល់អាឡ័យទៅរឿងរ៉ែតកតងនឹងលោកសំទោសសេចក្តីជូនដំណឹងពីធនាគារជាតិកម្ពុជាហៅអតិថិជនដែលរងការឆោបោកពីក្រុមហ៊ុន Huawei Pay ឲ្យមកជួបគ្នាដើម្បីស្រង់ស្ថិតិប៉ុន្តែអត់ប្រាប់ថាស្រង់ស្ថិតិដើម្បីអីទេសេចក្តីជូនដំណឹងរបស់ធនាគារជាតិនេះដាក់ថាសូមជម្រាបជូនសាធារណជនឲ្យបានជ្រាបថាគ្រឹះស្ថានផ្ដល់សេវាទូទាត់សាច់ប្រាក់ Huawei Pay ត្រូវបានដកហូតអាជ្ញាប័ណ្ណធ្វើប្រតិបត្តិការតាំងពីខែកញ្ញាឆ្នាំ2024មកម្លេះហើយត្រូវបានជំរះបញ្ជីដោយក្រុមហ៊ុនមួយឈ្មោះថា Rich និង Partners រួចទៅហើយចប់ស្ថាពរអស់ហើយតាំងពីខែមិថុនាឆ្នាំ2025ដែរទោះជាយ៉ាងនេះក្តីធនាគារជាតិកម្ពុជាសង្កេតឃើញថាមានការតវ៉ាពីសាធារណជនមួយចំនួនក្នុងបណ្ដាញសង្គមដោយអះអាងថាជាម្ចាស់បំណុលដែលមិនទាន់ទទួលបានការទូទាត់នៅឡើយពីគ្រឹះស្ថានផ្ដល់សេវាទូទាត់សាច់ប្រាក់ Huawei Pay នេះអញ្ចឹងធនាគារជាតិកម្ពុជាសូមឲ្យអតិថិជនទាំងអស់នោះដែលអះអាងថាជាប់ពាក់ព័ន្ធជាមួយគ្រឹះស្ថាននេះគឺអញ្ជើញមកធនាគារជាតិកម្ពុជាអគារសែនសុខដើម្បីកំណត់អត្តសញ្ញាណដោយភ្ជាប់មកនៅភស្តុតាងឯកសារពាក់ព័ន្ធចាប់ពីថ្ងៃទី8ដល់ថ្ងៃទី19ខែធ្នូត្រឹមម៉ោង16ឬក៏ម៉ោង4នាទីរសៀលបាទប្រហែលជាពួកគាត់ចង់ដោះស្រាយដឹងអីហៅមកថាបើរងគ្រោះអីអញ្ចឹងអានឹងយើងទុកឲ្យគាត់ដោះស្រាយទៅព័ត៌មានចុងក្រោយគឺតកតងនឹងសាលាធរគឺសម្រាប់តម្កល់សាលក្រមផ្ដន្ទាទោសលោកគៀវិសាលលោកគៀវិសាលនេះគឺជា
អ្នកសកម្មជនគណៈបកប្រឆាំងមួយដ៏ស្រួចស្រាលនៅកំពង់ចាមដែរឈ្មោះពិតរបស់គាត់គឺលោកមឺសេងហគេតឡាការសាលាធរនោះតម្កល់ឲ្យជាប់ពន្ធនាគារ2ឆ្នាំដដែលហើយចាប់ខ្លួនតាំងពីខែមីនាឆ្នាំ2024ហើយផ្ដន់ទាទោសខែសីហាឆ្នាំ2024អញ្ចឹងតតែសីហា2026ឬក៏មីនាឆ្នាំ2026គិតទាំងការឃុំខ្លួនបដិអាសន្នហ្នឹងទៅប្រហែលជាតតែពេលនោះបានគាត់អាចរួចខ្លួនចេញបានគ្រប់ការឃុំឃាំងនៅក្នុងពន្ធនាគារបាទខ្ញុំស្លេះលោកវិសាលត្រឹមប៉ុណ្ណឹងនៅសល់ព័ត៌មាន2ទៀតដែលខ្ញុំផ្សាយមិនទាន់ទេគឺតកតងនឹងរឿងកម្ពុជានិងថៃបន្តជាប់ដៃគ្នាចោតគ្នារឿងមីនបាទរឿងនេះគឺវាដូចសឡកពឹសដែរហើយខ្ញុំយកផ្សាយនៅយប់ស្អែកចោះព្រោះដោយសារតែព័ត៌មានយើងតតាំងផោះតាងគេនៅលើឆាកអន្តរជាតិប៉ុន្តែយើងមានតែការថ្លែងសារថៃគេដាក់ផោះតាងទៅគ្រប់សពដោយទាំងអាផោះតាងដែលរកមកពីទូរស័ព្ទទាហានខ្មែរយើងដែលភ្លេចនៅភ្នំទ្រាប់ពេលដែលដកថយមកទុកឲ្យទាហានថៃយកភ្នំទ្រាប់បាត់ពីខាងលើហ្នឹងគឺគេយកមកផ្សាយឥឡូវគេទៅដាក់ UN ទៀតថៃគេឥឡូវគេរកផោះតាងបន្ថែមទៀតខ្មែរយើងគឺអត់មានអីក្រៅតែពីសារដូចលោកហ៊ុនសែនអីគាត់តបថាបកែសម្ដែងតែអត់ចេះរៀបឈុតឆាកអីអញ្ចឹងខ្ញុំនឹងបញ្យល់ព័ត៌មាននេះលម្អិតរួមទាំងព័ត៌មានមិនដល់ទៅយប់ស្អែកទេបងប្អូនគឺព្រឹកស្អែកនេះម៉ោងប្រហែលជា11កន្លះខ្ញុំមានព័ត៌មានមួយដែលខ្ញុំនឹងសម្ភាសលោកង៉ែតម៉ូសេដែលជាអ្នកស្រាវជ្រាវកិច្ចការផ្នែក Digital រកឃើញអំពីកណនី Facebook คล้ายៗច្រើនមែនតើដែលជះពាក្យសម្អប់នៅតាមបណ្ដាញសង្គមថាតើការស្រាវជ្រាវរបស់គាត់មានប្រយោជន៍យ៉ាងណាជាប្រតិបបំភ្លឺដល់ Facebook คล้ายៗនឹងការជេរបតិចគ្នាឬក៏ជះសម្អប់នឹងប៉ុណ្ណាតើបានប្រយោជន៍អីបងប្អូនរងចាំស្ដាប់ការផ្សាយផ្ទាល់នៅម៉ោង11កន្លះព្រឹកស្អែកនៅប្រទេសកម្ពុជាត្រូវនឹង8កន្លះយប់នេះបាទខ្ញុំនឹងបកស្រាយពីរឿងមីននេះផងនិងរឿងសម្ភាសលោកង៉ែតម៉ូសេតកតនឹងរឿងនេះផងបាទសូមអរគុណបងប្អូនរាត្រីសួស្ដីបងប្អូននៅស្រុកខ្មែរអរុនសួស្ដីបងប្អូននៅទីក្រុងឡុងប៊ិចបាទសូមជម្រាបលាត្រឹមប៉ុណ្ណេះសិនបាទសូមអធិស្ឋានដែលមិនអាចផ្សាយព័ត៌មាននេះអស់ព្រោះដល់ម៉ោងចូលធ្វើការទៅហើយបាទសូមជម្រាបលាត្រឹមប៉ុណ្ណេះ